ប្រាសាទតាមនធំមានអាយុកាលតាំងពីសតវត្សទីប៉ុន្មានមកនៅពេលដែលគេនិយាយដល់ប្រាសាទតាមនធំសំណួរមួយដែលគេតែងតែចោទគឺអាយុកាលនៃបូជនីយដ្ឋាននេះធ្វើត្បិតតែបញ្ហានេះមិនមែនជាបញ្ហាសំខាន់ណាស់ទេសម្រាប់មនុស្សសាមញ្ញព្រោះគេដឹងថាប្រាសាទនេះស្ថិតនៅក្នុងសម័យអង្គរតែជាការចាំបាច់ដើម្បីអ្នកស្រាវជ្រាវឬអ្នកនិពន្ធក្នុងការស្វែងរកអំពីប្រវត្តិរបស់សំណង់ស្ថាបត្យកម្មខ្មែរខាងលើនេះចម្ងល់ឬក៏ជាចម្លើយនឹងសំណួរខាងលើត្រូវបានដោះស្រាយយ៉ាងងាយស្រួលបើគេសំអាងទៅលើខ្លឹមសារនៃសិលាចារឹកមួយផ្ទាំងដែលសប្តាហ៍ថ្ងៃកាន់កាប់ដោយនាយកដ្ឋានវិចិត្រសិល្បៈថៃពីមុនសិលាចារឹកនេះស្ថិតនៅក្នុងបរិវេណសាលារៀនភូមិរោងខ្នាឃុំតាមនកាប់ជើងខេត្តសុរិន្ទប្រទេសថៃចំពោះសិលាចារឹកនេះដែលសរសេរជាភាសាសំស្ក្រឹតនិងខ្មែរត្រូវបានចុះលេខរៀង KA 361ហើយចារនៅឆ្នាំ1060នៃគ្រិស្តសករាជចារឹកនៅជ្រុងទី1មាន19បន្ទាត់ជ្រុងទី2មាន19បន្ទាត់និងជ្រុងទី3មាន2បន្ទាត់រីឯប្រភេទសិលាចារឹកគឺជាថ្មភក់ដែលមានលក្ខណៈរាងជាបន្ទះសីមាកន្លែងដែលគេបានរកឃើញផ្ទាំងសិលាចារឹកនេះគឺនៅមុខប្រាសាទតែម្ដងកម្ពស់នៃសិលាចារឹកនេះគឺ50សង់ទីម៉ែត្រទទឹង 29.5 សង់ទីម៉ែត្រនិងកម្រាស់7សង់ទីម៉ែត្រនេះមានចារតួអក្សរទាំង3ជ្រុងជាទីបញ្ចប់សូមបញ្ជាក់ផងដែរថាអ្វីបិទតែប្រាសាទតាមនធំត្រូវបានកសាងឡើងនៅសតវត្សទី11ក្តីក៏ប៉ុន្តែមិនមែនមានន័យថាទីតាំងនេះទើបតែត្រូវបានជ្រើសរើសនៅក្នុងសម័យកាលនោះទេយោងតាមការស្រាវជ្រាវរបស់យើងអាចកត់សម្គាល់ថាទីតាំងនេះត្រូវបានប្រជានរាស្ត្រខ្មែរដែលជាអ្នកស្រុកក្នុងតំបន់គោរពបូជាតាំងពីសម័យបុរេអង្គរម្លេះពោលគឺនៅដើមសម័យចេនឡាម្លេះនៅចុងសតវត្សទី6និងដើមសតវត្សទី7ជាពិសេសក្នុងសម័យកាលរបស់ព្រះបាទមហេន្ទ្រវរ្ម័នចិត្រសេនាសូមបញ្ជាក់នៅត្រង់នេះថាលក្ខណៈពិសិដ្ឋនៃទីតាំងដ៏អស្ចារ្យនេះក៏ដោយសារតែវត្តមានរបស់ថ្មធម្មជាតិមួយដែលមានលក្ខណៈសើមជានិច្ចបណ្ដាលមកពីចរន្តទឹកដែលផុសចេញពីបាតភ្នំគឺថ្មធម្មជាតិនេះហើយដែលត្រូវបានប្រដូចនឹងព្រះសិវលិង្គឬលិង្គព្រះឥសូរដ៏មានមហិទ្ធិឫទ្ធិក្នុងសម័យកាលបុរាណគឺប្រការនេះហើយដែលថ្មលិង្គស្វ័យជម្ពូបានក្លាយជាចំណុចកណ្ដាលឬបេះដូងនៃប្រាសាទតាមនធំដោយហេតុថាមានការសាងសង់ប្រាសាទប្រធានហ៊ុំព័ទ្ធពីលើព្រមទាំងសំណង់ឧបសម្ព័ន្ធនានានៅជុំវិញគឺក្នុងបរិបទនេះហើយទីតាំងនៃប្រាសាទកាន់តែស័ក្តិសិទ្ធិឡើងមួយជាទ្វេដង